ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដូអ៊ីនដាវមានមុខម្ហូបមួយមុខបង្ហាញអ្នកទាំងអស់គ្នាគឺទីអាំងសាតេចំពោះគ្រឿងផ្សំគឺងាយស្រួលសម្រាប់បងប្អូនដែលមិនសូវជំនាញពេលវេលាសម្រាប់ធ្វើម្ហូបអាចធ្វើម្ហូបនេះបានដែរកុំឲ្យខាតពេលវេលាយូរនាងខ្ញុំសូមបង្ហាញគ្រឿងផ្សំមុនដំបូងគឺយើងដាក់ទឹកប្រេងខ្យងយើងមានម្ដេងហាន់ហើយអ្នកទាំងអស់គ្នាហាន់វាឲ្យល្អិតឬក៏ច្រាមវាឲ្យល្អិតបន្ទាប់មកយើងដាក់ស្លឹកក្រូចសើចដែលយើងហាន់ឲ្យល្អិតឬក៏ច្រាមវាល្អិតហ្នឹងដាក់ចូលជាមួយគ្នាបន្ទាប់មកគឺយើងដាក់ម្សៅស៊ុបចំពោះម្សៅស៊ុបបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនបានអ្វីដែលយើងមិនអាចបំភ្លេចបានហ្នឹងគឺសាតេសម្រាប់ខ្ញុំដាក់រាងច្រើនបន្តិចដើម្បីបង្កើតភាពឈ្ងុយនិងរសជាតិឆ្ងាញ់យើងមិនថែមប៊ីចេងបន្តិចដើម្បីឲ្យរសជាតិរបស់យើងហ្នឹងគឺដិតឆ្ងាញ់ល្អចំពោះមុខម្ហូបនេះគឺខ្ញុំអត់ប្រើស្ករទេដោយសារអីវាមានជាតិផ្អែមជាមួយនឹងទឹកប្រេងខ្យងហើយនឹងសាតេរួចហើយបន្ទាប់មកគឺយើងច្របល់គ្រឿងចូលគ្នាសោះនៅពេលដែលកំពុងច្របល់ហ្នឹងបងប្អូនអើយគឺក្លិនឈ្ងុយខ្លាំងមែនតើចេញពីគ្រឿងរបស់យើងពីព្រោះយើងដាក់ម្ដេងហើយដាក់ក្រូចសើចជាពិសេសទៀតគឺយើងដាក់សាតេដែលជាគ្រឿងផ្សំគោលដែលធ្វើក្លិនម្ហូបរបស់យើងនឹងឈ្ងុយហើយបន្ទាប់មកគឺយើងដាក់ទាមកចំពោះភេទសាច់បងប្អូនអាចជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានពីព្រោះគ្រឿងផ្សំនេះយើងមិនអាចកំណត់ថាត្រូវតែដាក់ទាទេគឺអាចដាក់អីផ្សេងបានពោះមុខម្ហូបមួយមុខនេះអាចញ៉ាំជាមួយនឹងបាយក៏បានឬក៏អាចធ្វើជាគ្រឿងក្លែមសម្រាប់ញ៉ាំលេងក៏បានដែរនៅពេលដែលយើងច្របល់គ្រឿងឲ្យវាចូលជាតិម្សៅហើយយើងថែមម្ទេសមកចំពោះម្ទេសបងប្អូនអាចថែមតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានតែចំពោះខ្ញុំសូមដាក់ម្ទេសច្រើនបន្តិចហើយពីព្រោះឆ្ងាញ់តពីយើងច្របល់គ្រឿងចូលគ្នាសព្វជាមួយនឹងសាច់ទាគឺយើងផ្អាប់វាទុករយៈពេល15នាទីបន្ទាប់ពីផ្អាប់ទុករយៈពេល15នាទីរួចរាល់បងប្អូនអាចយកសាច់យកមកអាំងនៅលើចាទីអាំងសាច់របស់យើងបានព្រោះការអាំងទារបស់យើងបងប្អូនអាំងវាឲ្យក្រៀមដើម្បីកុំឲ្យវាមានក្លិនឆ្អេះពីសាច់ទានេះគឺជាលទ្ធផលរបស់យើងគឺឆ្ងាញ់មែនតើបងប្អូនអើយគ្រាន់តែឃើញគឺលេបទឹកមាត់មកមើលហើយកុំភ្លេចធ្វើញ៉ាំឥឡូវណាអរគុណ